ចឹងយើងតទៀតទៅការ set up របស់យើង update ទៅតែបើសិនជាដំបូងយើងមិនបាច់ update ទេវាឲ្យយើងទៅឡើង auto បន្តិចមិញគាត់យើងដោតទៅវាមានសារ load ឡើងអញ្ចឹងបងចុច update ទៅចឹងនេះ firmware វា install ហើយអញ្ចឹងរុនកាសនេះមិនយើងដោតចូលហើយតែទៀតយើងចូលទៅ Spotify បង play មកអានេះវាលើសលេង laptop យើងលើសលេងselect ឈ្មោះ sound card នេះបើ Windows វានៅចំហៀងខាងនេះនៅខាងក្រោមនេះអញ្ចឹងឥឡូវវាចូលទៅកាសហើយបងស្ដាប់កាសមកដាក់កាសទៅលើនេះវាលឹមបិទបាក់អញ្ចឹងលឺខ្លាំងតិចហ្នឹងឡើងបន្ថយតមកបងយកខ្សែមីក្រូដោតអញ្ចឹងការប្រើប្រាស់វាបងដោតរុនខាងក្រោយនេះបងជួយដោតមួយមកអញ្ចឹងយើងដោតខ្សែវាឈ្មោលនេះវាមានកលៈវាលន់ប៉ឹកអូខេណែនេះអញ្ចឹងចូលហើយអញ្ចឹងរបៀបថតបងបើក 48V នេះ 48V អញ្ចឹង gain របស់វានេះប្រើ input ទី2ពេលបងនិយាយឥឡូវបងនិយាយសិនខ្ញុំបិទទី1បងត្រូវចុច 48V ទី2បងបើក gain នេះបងធ្វើលើនេះក៏បានឬក៏បងនិយាយលើនេះក៏បានដែរនេះឃើញនៅលើ control លើ computer ក៏វាអូខេដែរហ្នឹងហើយអញ្ចឹងវាស្គាល់ហើយបងនិយាយតេស្តមកវាស្រួលបែបបងសាក allo មកហ្នឹងហើយឃើញវាលេអញ្ចឹងយើងសេរីអានេះនៅលើ sound card វាអត់មានលេខឲ្យយើងមើលថាវាចូលកម្រិតណាប៉ុន្តែនៅក្នុង software របស់វាឃើញលេខវាដល់ dB ឬក៏យើងនិយាយខ្លាំងទៅវាឡើងដល់នេះអញ្ចឹងណាកុំឲ្យធ្វើម៉េចពេលមកថតកុំឲ្យវាដល់ក្រហមឬក៏ដល់លឿងបើលឿងតិចអត់អីទេតែកុំឲ្យវាដល់ក្រហមហ្នឹងបែកហើយអញ្ចឹងមួយទៀតនៅលើ sound card នេះឥឡូវបងនិយាយមកស្ដាប់កាសអត់លឺខ្លួនឯងនិយាយទេលឺហ៎លឺខ្លួនឯងនិយាយអត់ទេអញ្ចឹងដើម្បីយើងលឺយើងចុច monitor នេះចុចឡើង monitor ចេញពណ៌បៃតងមកហើយបងដាក់ប្រកាសម្ដងទៀតហើយស្ដាប់មើលលឺហ៎លឺអូខេអញ្ចឹងការថតយើងចង់ឲ្យលឺខ្លួនឯងយើងចុចបើក monitor មកតែបើសិនយើងអត់ចង់ឲ្យលឺខ្លួនឯងទេយើងបិទមកដោយសារពេលយើងថតហ្នឹងយើងប្រើ FL អីវាមាន monitor បើកខ្លួនឯងបើកមកតង់ទៀតហើយអញ្ចឹងកុំឲ្យយើងបើកអាហ្នឹងផងបើកនៅក្នុង FL ផងវាស្ទួនគ្នាតនេះបងហ្នឹងហើយបើកក្នុង FL វាបើកកន្លែងរូប speaker ហ្នឹងឲ្យស្រាប់ហើយអញ្ចឹងយើងមិនបាច់បើកទៅទៀតតែបើសិនយើងចង់បើកលើនេះយើងបិទ FL កន្លែង speaker អាវហ្នឹងក៏បានដែរហ្នឹងហើយអញ្ចឹងមានប៉ុណ្្នឹងទេវាប្រើប្រាស់នេះ volume នេះសម្រាប់ speaker បើបងទៅមុខទៀតបង time speaker មកគូទៀតវាហ៊ុននេះ air ជាមួយស្ដាប់អូខេអរគុណច្រើន